សូមស្វាគមន៍អ្នកដែលចូលចិត្តទស្សនារឿងតុក្កតាទាំងអស់គ្នាថ្ងៃនេះវិលមកជួប admin សាយជាថ្មីម្ដងទៀតហើយដែលបានពំនាំនៅសាច់រឿងថ្មីមួយជាប្រភេទសាច់រឿង anime របស់ប្រទេសជប៉ុនដែលសាច់រឿងរបស់យើងមានចំណងជើងថាស្រមោលក្រហមជាមួយគ្នានេះផងដែរ admin សូមណែនាំខ្លះៗប្រភេទរឿងរបស់យើងជាប្រភេទរឿងចិត្តសាស្ត្រមានសកម្មភាពអាបកំបាំងនិងរន្ធត់តើតើនឹងបរិយាកាសវិញគឺកើតឡើងនៅក្នុងទីក្រុងសម័យទំនើបដែលមានស្រទាប់ក្រោមនៃឧក្រិដ្ឋកម្មដ៏សម្ងាត់ឬក៏ក្រមអនុវត្តច្បាប់ជាន់ខ្ពស់អីអញ្ចឹងណាអ្នកទាំងអស់គ្នារីឯតួអង្គរបស់យើងវិញមាន2តួអង្គដែលសំខាន់នៅក្នុងហ្នឹងមួយគឺតួអង្គអាគីរ៉ាគឺជាឃាតករស្រីយើងនេះឯងដែលជាតួឯកនាងមានអាយុ20ឆ្នាំរីឯរូបរាងរបស់នាងមានសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញសក់ខ្មៅវែងតែងតែស្លៀកសម្លៀកបំពាក់សាមញ្ញនៅពេលថ្ងៃក៏ប៉ុន្តែនាងតែងតែធ្វើសកម្មភាពកាប់សម្លាប់នឹងនៅពេលយប់ដោយឯកសណ្ឋានរបស់នាងមានជាប្រភេទស្លៀកពាក់ពណ៌ខ្មៅអីចឹងណាអ្នកទាំងអស់គ្នារីឯតួនាទីរបស់គេវិញគឺជាធាតុករដែលមានជំនាញខ្ពស់ខាងសម្រាប់មនុស្សនិងធ្វើការឲ្យអង្គការសម្ងាត់មួយនាងធ្វើការយ៉ាងស្ងប់ស្ងាត់លឿនហើយល្អឥតខ្ចោះក៏ប៉ុន្តែនាងមានចរិតលក្ខណៈមួយនាងមិនចេះតែសម្លាប់មនុស្សផ្ដេសផ្ដាសទេឬក៏បង្ខំមនុស្សទេណាអ្នកទាំងអស់គ្នាគឺគេសម្លាប់មនុស្សគឺគេមានហេតុមានផលរបស់គេក៏ប៉ុន្តែតួស្រីរបស់យើងគឺនាងអត់ចង់ធ្វើអញ្ចឹងទេក៏ប៉ុន្តែដោយសារតែនាងធំធាត់ឡើងនៅក្នុងអង្គការដែលបង្រៀននាងនៅក្នុងការសម្លាប់មនុស្សសម្លាប់អីនាងធ្វើដោយបង្ខំអីចឹងណាហើយនាងមានបំណងប្រាថ្នាតែងតែលាក់កំបាំងជាយូរមកហើយគឺចង់បានសេរីភាពតឥឡូវកាត់មកដល់តួអង្គរបស់យើងមួយទៀតគឺនាងមានឈ្មោះថាយូគីជាអ្នកសង្កេតការណ៍ឬក៏អ្នកយកព័ត៌មានណានាងមានអាយុ22ឆ្នាំរីឯរូបរាងរបស់នាងមានសក់ពណ៌ទុំដែងខ្លីស្លៀកពាក់ជាអ្នកស៊ើបការណ៍ឬក៏អ្នកសារព័ត៌មាននាងតែងតែមានកាមេរ៉ាឬក៏ឧបករណ៍តាមដានទំនើបហ្នឹងនៅជាប់ខ្លួនរបស់នាងហើយនាងមានភាពវៃឆ្លាតស្វាហាប់និងមានភ្នែកមុតស្រួចតែម្ដងរីឯតួនាទីនាងជាអ្នកស៊ើបអង្កេតដោយឯករាជ្យឬក៏ជាភ្នាក់ងារសម្ងាត់មកពីអង្គការណាមួយដូចជាក្រមប៉ូលីសពិសេសណាអ្នកទាំងអស់គ្នាដែលបានដឹងពីអស្ថិរភាពរបស់អាគីរ៉ាយូគីតែងតែតាមដានរាល់សកម្មភាពរបស់អាគីរ៉ាដោយមានបំណងចង់ចាប់នាងភ្លាមក៏ប៉ុន្តែនាងត្រូវស្វែងរកពីហេតុផលនៅពីក្រោយនាងសិននិងអង្គការដែលនាងធ្វើការឲ្យនោះយូគីនិងអាគីរ៉ាគ្រាន់តែជាជនរងគ្រោះនៃប្រព័ន្ធតែប៉ុណ្ណោះតើកុំឲ្យខាតពេលយូរចង់ដឹងថាសាច់រឿងរបស់យើងយ៉ាងណាមកធ្វើការសន្តាប់ជាមួយ admin ទាំងអស់គ្នាកាត់មកដល់សាច់រឿងដំបូងគឺការជួបគ្នាដោយចៃដន្យរឿងចាប់ផ្ដើមដោយការបំពេញបេសកកម្មដ៏គួរឲ្យខ្លាចរបស់អាគីរ៉ានៅក្នុងការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមយ៉ាកូសានៅពេលដែលសម្លាប់គ្នានោះផងដែរយូគីក៏នាងបានធ្វើសកម្មភាពនៅទីនោះផងដែរហើយនាងបានថតរាល់សកម្មភាពទាំងអស់នៅពេលដែលអាគីរ៉ានឹងកំពុងតែធ្វើសកម្មភាពកាប់សម្លាប់ប៉ុន្តែនាងមិនជ្រៀតជ្រែកឡើយនៅពេលអាគីរ៉ាកំពុងរត់គេចពួកគេទាំងពីរក៏បានប៉ះទង្គិចគ្នាដោយចៃដន្យនៅផ្លូវងងឹតមួយអាគីរ៉ាមានអារម្មណ៍ថានាងធ្លាប់ជួបយូគីនឹងពីមុនមកក៏ប៉ុន្តែនាងមិនដឹងថាជានរណាឬក៏ជួបនៅម្ដុំណាទេដោយសារតែនាងមិនច្បាស់ដែរភ្លាមនោះដែរយូគីក៏លាក់អាចកំបាំងឬក៏ផោះតាំងដែលនាងបានថតពីមុនហើយធ្វើដូចជាមនុស្សធម្មតាតែម្ដងក្រោយមកទៀតយូគីក៏មានការសង្ស័យនិងចាប់ផ្ដើមស៊ើបអង្កេតឲ្យស៊ីជម្រៅទៅមើលថាកន្លែងណាមួយដែលនាងអ្នកខ្លួនឬក៏ប្រវត្តិរបស់អាគីរ៉ានាងរកឃើញតម្រុយខ្លះៗហើយថាអាគីរ៉ានឹងគឺជាក្មេងស្រីដែលកំព្រាដែលត្រូវបានចាប់ពង្រាត់ឬក៏បណ្ដោះបណ្ដាលមកអញ្ចឹងណាស្របពេលជាមួយគ្នានេះផងដែរអាគីរ៉ាក៏ចាប់ផ្ដើមមានអារម្មណ៍ថាមាននរណាម្នាក់ដើរតាមនាងក៏ប៉ុន្តែនាងធ្វើជាមិនដឹងមិនឮហើយក៏ធ្វើដំណើរទៅធម្មតាតែម្ដងនាងក៏ធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួនរបស់នាងហើយក៏បានរកឃើញថាយូគីដែលចៃដន្យដែលបានតាមនាងនៅពីក្រោយនោះឯងនៅពេលដែលទំនេរគឺពួកគេចូលចិត្តទៅបណ្ណាល័យឬក៏ហាងកាហ្វេដែលស្ងប់ស្ងាត់ពួកគេទាំងពីរគឺចាប់ផ្ដើមនិយាយគ្នាតិចតួចនៅក្នុងនាមជាមនុស្សចម្លែកដែលពុំធ្លាប់ជួបគ្នាឬក៏ស្គាល់គ្នាពីមុនមកទេ
កាត់មកដល់ការប្រឈមមុខដាក់គ្នានេះផងដែរអង្គការរបស់អាគីរ៉ាគឺចាប់ផ្ដើមសង្ស័យនាងហើយថាអាគីរ៉ាហ្នឹងកំពុងតែត្រូវបានតាមដានដោយនរណាម្នាក់ហើយពួកគេហ្នឹងក៏បញ្ជូនឃាតករឬក៏បញ្ជូននរណាដោយសម្ងាត់ដោយតាមដានអាគីរ៉ាហ្នឹងណាធ្វើជាគោលដៅរបស់ពួកគេហើយក៏លុបបំបាត់អ្នកសង្កេតការណ៍តែម្ដងទៅយូគីដឹងថានាងមានគ្រោះថ្នាក់ក៏បានមកដល់ហើយក៏លាតត្រដាងអត្តសញ្ញាណពិតរបស់នាងទៅកាន់អាគីរ៉ាតែម្ដងដោយបង្ហាញនៅរូបភាពក៏ដូចជាភស្តុតាងខ្លះៗដែលនាងថតបានភ្លាមនោះផងដែរអាគីរ៉ាក៏បាននិយាយថាតើនាងចង់បានអ្វីចាប់ខ្ញុំឬក៏បកគោលខ្ញុំឲ្យប៉ូលីសយូគីក៏បានឆ្លើយតបទៅថាទេខ្ញុំចង់ឲ្យអ្នករស់ខ្ញុំចង់ឲ្យអ្នកជួយខ្ញុំជួយកំទេចអង្គការដែលធ្វើបាបពួកយើងទាំងពីរតែម្ដងភ្លាមនោះផងដែរអាគីរ៉ានិងយូគីក៏ត្រូវបានបង្ខំឲ្យសហការរួមគ្នាដើម្បីរស់រានមានជីវិតនៅក្នុងការវាយប្រហារឃាតករដែលបង្កឬក៏ដែលបានបញ្ជូនមកពីអង្គការសម្ងាត់នោះតែម្ដងអាគីរ៉ានាងមានជំនាញយុទ្ធសាស្ត្រខណៈដែលយូគីនឹងមានជំនាញបច្ចេកវិទ្យាក៏ដូចជាយុទ្ធសាស្ត្ររបស់នាងរៀងៗខ្លួនតែម្ដងការបញ្ចប់គឺពួកគេទាំងពីរគឺគេចផុតពីគ្រោះថ្នាក់ប៉ុន្តែឥឡូវនេះពួកគេត្រូវតាមចាប់ដដែលថ្មីបើតាពួកគេមានសុខសวัสดิភាពមែនក៏ប៉ុន្តែក្រុមអង្គការសម្ងាត់នឹងនៅតែតាមចាប់ពួកគេដដែលហើយសាច់រឿងខ្លីរបស់យើងក៏ឈានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាគិតថាសាច់រឿងរបស់យើងល្អមើលអត់ចឹងសូមអធិស្ឋានរាល់កំហុសខុសឆ្គងក៏ដូចជាការបកស្រាយរបស់ admin ផងណាអរគុណច្រើនជួបគ្នានៅឱកាសក្រោយទៀត